ហ៎និយាយពីធនកសិទ្ធិសម័យព្រះហ្នឹងដែលប្របាទទុំពិសាសកុតបាត់ទៅអាចិនសត្រូវលើកតបទៅដើមជាអ្នកមាននរាជគ្រឹះណាទ្រព្យសម្បត្តិគាត់ច្រើនណាស់ពីជាតិមុនមកគាត់ធ្វើបុណ្យហ្នឹងគាត់ជ្រះថ្លាគាត់ដាក់មាសបូជាធម៌អញ្ចឹងហើយពីណាក្រយកមកដុំទៅពីណាក្រយកមកដុំទៅមាសឲ្យត្បូងឲ្យពេជ្រដល់ទៅពេលថ្ងៃក្រោយគាត់យកកែវមณีគាត់ប្រប៉ាន់ខ្វាត់យកមកដាក់បូជាធម៌ពីមុខហ្នឹងស្រាប់តែលោកចោលគេមិនដែលចេះស្ដាប់ធម៌គេឃើញកែវមณีគេចេះស្ដាប់ធម៌ដែរអង្កលមករកស្ដាប់ធម៌សិនអញគាត់ទៅចិត្តមែនតើលោកកំពុងតែខ្វល់កែវមณีហ្នឹងដាក់ថ្នាក់ម្ចាស់នឹងអង្គុយនឹងឃើញប៉ុន្តែអញមិនហ៊ានដេញតែដេញវាដាច់ធម៌ជាទ្រាំអានោះបានកែវមณีចូលក្នុងថ្នាក់ចេញទៅរកបដៃបត់ជើងសិនព្រាមព្រាកចេញទៅបាត់ដល់ចប់បាត់មនុស្សក្នុងល្មមឯនោះអន់ចិត្តទូលជាមួយព្រះពុទ្ធព្រះអង្គហើយខ្ញុំព្រះអង្គអន់ចិត្តណាស់ជ្រះថ្លាដាក់កែវមณีបូជាឲ្យមិនដែលអសធាដូចថ្ងៃហ្នឹងទេឃើញលួចនៅមុខម្ចាស់ឃើញហើយនៅយកទៅបាត់ទៀតខ្ញុំព្រះអង្គមិនចូលចិត្តសោះបានព្រះពុទ្ធថាមកពីណែសេដ្ឋីហ្នឹងមិនតាន់ធ្វើអ្វីមួយយ៉ាងដើម្បីការពារទ្រព្យសម្បត្តិខ្លួននេះមើលទៅអូមែនខ្ញុំមិនតាន់ធ្វើអ្វីមួយយ៉ាងចឹងខ្ញុំធ្វើសិនចាប់ពីថ្ងៃនេះទៅខ្ញុំធ្វើបុណ្យខ្ញុំសូមប្រាថ្នាទ្រព្យសម្បត្តិរបស់ខ្ញុំបើខ្ញុំមិនអោយទៅណាទេសូមកុំឲ្យណាលួចយកបានទេសោះអញ្ចឹងសេចក្តីប្រាថ្នានោះសូមឲ្យសម្រេចចុះចាប់ពីនងទៅគាត់ទៅកើតឋានសួគ៌ដល់តែចុះមកកើតជាធនកសិទ្ធិហ្នឹងទ្រព្យសម្បត្តិគាត់មានប្រមាណចោលលួចអត់បានគាត់មានអមនុស្ស8នាក់ឈរជុំវិញផ្ទះគាត់ហ្នឹងហើយពេលម្ចាស់មិននៅទេចោលចូលមកអមនុស្សនិមិត្តឲ្យឃើញជាម្ចាស់ជួនកាលហៅទៅឬម្ចាស់ឆ្លោយជួនកាលដើរមកនិមិត្តឲ្យឃើញជាម្ចាស់ផ្ទះនៅក្នុងផ្ទះហ្នឹងលួចអត់បានទេអញ្ចឹងទ្រព្យសម្បត្តិគាត់អត់មានអ្នកណាយកបានរហូតដល់អាជាតិសត្រូវលើកទ័ពមកដណ្ដើមយកផ្ទះហ្នឹងក៏យកអត់បានដែរដោយសារផ្ទះគាត់បិទអាកែវភ្លឺចាំងទៅទ័ពសេះទ័ពតម្រៃវាមកវាចាំងកញ្ចក់វាឃើញទ័ពតម្រៃទ័ពសេះវានៅក្នុងកញ្ចក់បោលមកវិញដោយអាគេដាក់កញ្ចក់ប្រអួតត្រីក្រំមកញោមណាអាទ័ពតម្រៃទ័ពសេះវាខ្លាចអារូបនៅក្នុងកញ្ចក់ហ្នឹងផ្អើលបោលជន់គ្នាទៅរត់អាជាតិសត្រូវក៏រត់ទៅជួបម្ចាស់ផ្ទះហ្នឹងកណ្ដាលផ្លូវហើយព្រះអង្គយើងមកពីណាហីលើកតបដេញវាយគេហើយមកធ្វើសួរខ្ញុំព្រះអង្គមកពីវត្តទៅវត្តតាំងពីព្រឹកអត់មានដឹងទេលើកតបដេញវាយគេច្បាស់ណាស់ដេញវាយណាដេញវាយផ្ទះណែឯងនោះអូតិចព្រះអង្គទៅតាមយកផ្ទះខ្ញុំអញលើកតបទៅយកផ្ទះឯងឯងលើកតបដេញវាយអញព្រះអង្គផ្ទះខ្ញុំព្រះអង្គទ្រព្យសម្បត្តិខ្ញុំព្រះអង្គបើខ្ញុំមិនអោយមានណាដែលយកបានទេព្រះអង្គមើលបើសាក់មើលជៀនខ្ញុំព្រះអង្គសាក់ដកមើលយកមើលបើខ្ញុំមិនអោយព្រះអង្គដកបានមែនទេអញដកមើលដកដាំដូងត្រឡប់ត្រឡិនមិនទៅដកអត់រហូតដែរបានអាចិត្តដែលបានធនកសិទ្ធិថាអញ្ចឹងព្រះអង្គដកមើលខ្ញុំទូមង្គមនឹងថ្វាយដកភ្លេចបានថាទ្រព្យសម្បត្តិគាត់ប៉កែមែនគឺអ្នកណាក៏លួចមិនបានដោយសារគាត់ប្រាថ្នាពីមុនមកថាកុំឲ្យចោលលួចបានអញ្ចឹងសរុបទៅយើងជាបុថុជនកិច្ចមិនផុតពីសេចក្តីប្រាថ្នាទេសូម្បីព្រះពុទ្ធតម្រាំបានត្រាស់ដឹងជាព្រះពុទ្ធក៏ព្រះអង្គប្រាថ្នាដែរណាញោមណា